Hey តាអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីមនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នាសួស្តីប្រិយមិត្តខ្ញុំនឹងចែករំលែកអំពី Big Five Personality Model ជាគំរូបែបវិទ្យាសាស្ត្រដែលអ្នកស្រាវជ្រាវប្រើជាង50ឆ្នាំមកហើយនេះមិនមែនហោរាសាស្ត្រទេហើយក៏មិនមែនជាតេស្តលេងសើចសប្បាយដែរនេះគឺជាវិទ្យាសាស្ត្រពិតប្រាកដក្នុងប្រធានបទនេះអ្នកនឹងបានរៀននៅចំណុចដូចខាងក្រោម 1. ផ្នែកសំខាន់ៗទាំង5ចំណុចនៃបុគ្គលិកលក្ខណៈ 2. តើអ្នកជាមនុស្សប្រភេទណា 3. របៀបប្រើចំណេះដឹងនេះក្នុងជីវភាពប្រចាំថ្ងៃ 4. ជ្រើសរើសអាជីពនិងទំនាក់ទំនងឲ្យបានត្រឹមត្រូវខ្ញុំនឹងធ្វើឲ្យវាកាន់តែងាយស្រួលយល់និងបែបសប្បាយៗដោយគ្រាន់តែទស្សនាវីដេអូត្រឹមប្រហែល1នាទីប៉ុណ្ណោះក្នុងមួយមេរៀនសូមចុច follow ឥឡូវនេះដើម្បីកុំឲ្យខកវីដេអូណាមួយនៅពេលបន្ទាប់ទៀតតោះចាប់ផ្ដើមតើអ្នកដឹងទេថាមនុស្សគ្រប់គ្នាមានបុគ្គលិកលក្ខណៈត្រឹម5ប៉ុណ្ណោះមនុស្សរាប់សិបលាននាក់ប៉ុន្តែបុគ្គលិកលក្ខណៈមានត្រឹម5ប៉ុណ្ណោះនេះគឺ Big Five Personality Model ឬហៅថា Ocean ចងចាំងាយជាង Ocean នោះគឺ Openness Conscientiousness Extroversion Agreeableness Neuroticism ស្គាល់ខ្លួនឯងធ្វើការបានល្អចង់ដឹងថាអ្នកជាមនុស្សប្រភេទណានេះគ្រាន់តែជាការចាប់ផ្ដើមទេ Follow ដើម្បីរៀនបន្ត Save វីដេអូនេះសម្រាប់យោងក្រោយ Comment បើអ្នកមានយោបល់ផ្សេងៗ Share ជាមួយមនុស្សដែលអ្នកស្រឡាញ់វីដេអូបន្តចេញថ្ងៃស្អែកតើអ្នករងចាំអត់ហេតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីមនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នាវីដេអូនេះយើងនឹងនិយាយអំពីប្រភេទមនុស្ស High និង Low Openness ជាចំណុចទី1នៃ Big Five តោះចាប់ផ្ដើម Openness to experience កម្រិតខ្ពស់មនុស្សដែលស្រឡាញ់គំនិតថ្មីគឺជាអ្នកមានលក្ខណៈដូចខាងក្រោមនេះ High Openness គឺជាមនុស្សចូលចិត្តការរុករកដូចជាស្រឡាញ់សិល្បៈតន្ត្រីវប្បធម៌ថ្មីចូលចិត្តគិតអំពីគំនិតអរូបីស្វែងរកបទពិសោធន៍ថ្មីៗច្នៃប្រឌិតនិងស្រមៃខ្លាំងងាយទទួលការផ្លាស់ប្ដូរសាកល្បងអ្វីថ្មីជានិច្ចឧទាហរណ៍បើអ្នកចូលចិត្តធ្វើដំណើររៀនភាសាថ្មីស្ដាប់តន្ត្រីចម្រុះអ្នកជា High Openness Comment បើអ្នកជាប្រភេទនេះមនុស្សខ្លះចូលចិត្តរបៀបចាស់ជាងរបៀបថ្មីនេះមិនមែនកំហុសទេ Low Openness គឺជាមនុស្សចូលចិត្តភាពប្រក្រតីដូចជាចូលចិត្តរបៀបធម្មតានិងការធានាពេញចិត្តនឹងអ្វីដែលមានចូលចិត្តការជាក់ស្ដែងមិនស្រមៃមិនសូវចូលចិត្តការផ្លាស់ប្ដូរភ្លាមផ្ដោតទៅលើការងារជាក់ស្ដែងផ្ដោតតម្លៃទៅលើទម្លាប់និងប្រពៃណីឧទាហរណ៍បើអ្នកចូលចិត្តញ៉ាំអាហារដដែលទៅកន្លែងដដែលអ្នកជា Low Openness ទាំងពីរប្រភេទមានគុណតម្លៃដូចគ្នាតាមដានបន្តចុះនេះអ្នកបានបញ្ចប់ចំណុចទី1នៃ Big Five Model High Follow ដើម្បីរៀនបន្ត Save វីដេអូនេះសម្រាប់មើលម្ដងទៀត Comment បើអ្នកមានយោបល់ផ្សេងៗ Share ជាមួយមនុស្សដែលអ្នកស្រឡាញ់វីដេអូបន្ទាប់ចេញថ្ងៃស្អែកអរគុណ Hey តើអ្នកមិនបានធ្វើផែនការជីវិតមែនទេវីដេអូនេះយើងនឹងបកស្រាយអំពីប្រភេទមនុស្ស Low Conscientiousness ជាចំណុចទី2នៃ Big Five តោះចាប់ផ្ដើម Low Conscientiousness មនុស្សការកម្រិតទាបគឺជាប្រភេទមនុស្សរស់ស្របតាមពេលវេលាជីវិតស្របតាមយថាកម្មនេះក៏ជាភាពខ្លាំងមួយដែរតោះមើល Low Conscientiousness គឺជាប្រភេទមនុស្សដែលទម្លាប់យឺតយ៉ាវមិនសូវចូលចិត្តអនុវត្តតាមផែនការយូរអង្វែងមានភាពបត់បែនធ្វើតាមអារម្មណ៍មិនសូវតាំងតែងមិនបន្ទាន់ញឹកញាប់ច្នៃប្រឌិតក្នុងស្ថានភាពពិបាកឧទាហរណ៍បើអ្នកធ្វើការមិនបន្ទាន់តាមពេលកំណត់ហើយវាចេញមកល្អដែរអ្នកជា Low Conscientiousness ប្រភេទនេះច្នៃប្រឌិតណាស់តើអ្នកចង់យល់ស្គាល់ខ្លួនឯងកាន់តែច្បាស់ចាប់ផ្ដើមត្រង់នេះវីដេអូនេះនឹងផ្លាស់ប្ដូររបៀបដែលអ្នកមើលមនុស្សហេតើអ្នកបានគ្រោងផែនការជីវិតរបស់គ្រប់បែបយ៉ាងហើយមែនទេតើអ្នកពិតជាមនុស្សល្ងិតល្អន់បែបនេះវីដេអូនេះយើងនឹងបកស្រាយអំពីប្រភេទមនុស្ស High Conscientiousness ជាចំណុចទី2នៃ Big Five តោះចាប់ផ្ដើម High Conscientiousness មនសិការកម្រិតខ្ពស់គឺជាប្រភេទមនុស្សដែលមានវិន័យខ្ពស់និងជាអ្នករៀបចំផែនការល្អិតល្អន់
ធ្វើការឲ្យរួចមុនការកំណត់តម្រាបឬរៀបចំអាជីពមិនការងារដែលទាន់សម័យកាលមានទំនុកចិត្តបានខ្ពស់ប្រុងប្រយ័ត្ននិងប្រកបដោយការទទួលខុសត្រូវខិតខំសម្រេចគោលដៅអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមកាលវិភាគការងារឧទាហរណ៍បើអ្នកមានបញ្ជីកិច្ចការប្រចាំថ្ងៃអ្នកនឹងតាមដានវាយ៉ាងម៉ត់ចត់នោះអ្នកគឺជាប្រភេទមនុស្ស high conscientiousness ហើយ comment មកបើសិនអ្នកជាប្រភេទមនុស្សបែបនេះតើអ្នកចង់យល់ស្គាល់ខ្លួនឯងកាន់តែច្បាស់ចាប់ផ្ដើមត្រង់នេះវីដេអូនេះនឹងផ្លាស់ប្ដូររបៀបដែលអ្នកមើលមនុស្សហេតើអ្នកចូលជជួបមនុស្សថ្មីមែនទេអ្នកតែងចង់ទៅកំសាន្តជានិច្ចវីដេអូនេះយើងនឹងបកស្រាយអំពីប្រភេទមនុស្ស extravert ដែលជាចំណុចទី3នៃ Big 5តោះចាប់ផ្ដើម extravert គឺជាប្រភេទមនុស្សប្រកបដោយថាមពលខ្លាំងក្លាដូចជាចូលចិត្តនៅក្នុងក្រុមនិយាយច្រើននិងមានទំនុកចិត្តខ្លួនឯងតែងតែស្វែងរកការសប្បាយរីករាយជានិច្ចមិនខ្លាចចាប់ផ្ដើមនៅការសន្ទនាជាមួយមនុស្សប្លែកមុខពឹងចិត្តនៅកន្លែងមានការប្រមូលផ្ដុំដូចជាពិធីជប់លៀងជាដើមទទួលថាមពលពីមនុស្សជុំវិញខ្លួនសកម្មនិងរុំរាយឧទាហរណ៍បើថ្ងៃចុងសប្ដាហ៍នៅផ្ទះធ្វើឲ្យអ្នកធុញទ្រាន់អ្នកជាប្រភេទមនុស្ស extravert ហើយ share ទៅមិត្តភក្តិ extravert របស់អ្នកផងហេតើអ្នកចូលចិត្តនៅផ្ទះម្នាក់ឯងមែនទេមិនសូវចូលចិត្តមនុស្សច្រើនមែនទេវីដេអូនេះយើងនឹងបកស្រាយអំពីប្រភេទមនុស្ស introvert ដែលជាចំណុចទី3នៃ Big 5តោះចាប់ផ្ដើម introvert គឺជាប្រភេទមនុស្សប្រកបដោយភាពស្ងប់ស្ងៀមដូចជាចូលចិត្តពេលវេលានៃម្នាក់ឯងទទួលថាមពលពីការនៅម្នាក់ឯងចូលចិត្តសន្ទនារឿងរ៉ាវជ្រាលនិងល្អិតល្អន់ជាងរឿងលេងសើចមានមិត្តភក្តិត្រឹមតែ2ឬ3នាក់ប៉ុណ្ណោះដែលស្និទ្ធស្នាលគិតមុនពេលនិយាយស្ដាប់ច្រើនជាងនិយាយសប្បាយក៏នឹងសកម្មភាពតូចៗដូចជាមើលភាពយន្តម្នាក់ឯងគូររូបភាពជាដើមលាក់និងលាក់ឧទាហរណ៍បើអ្នកចាំបាច់ត្រូវការបញ្ចូលថាមពលក្រោយជួបមនុស្សច្រើននោះអ្នកគឺជា introvert ហើយជាមនុស្ស introvert ក៏អស្ចារ្យដែរ introvert comment មកហេតើអ្នកតែងតែគិតដល់អារម្មណ៍គេមែនវីដេអូនេះយើងនឹងបកស្រាយអំពីប្រភេទមនុស្ស high agreeableness ដែលជាចំណុចទី4នៃ Big 5តោះចាប់ផ្ដើម high agreeableness គឺជាប្រភេទមនុស្សប្រកបដោយភាពងាយស្រួលជជែកគ្នាដូចជាចូលចិត្តជួយដល់អ្នកដទៃមានចិត្តអាណិតអាសូរងាយសហការគ្នាជៀសវាងនៅចំនួនមិនចូលចិត្តឆ្លុះជាមួយអ្នកដទៃឆាប់ទុកចិត្តគេងាយណាស់តែងតែតាមគេជានិច្ចស្ដាប់និងងាយយល់ចិត្តអ្នកដទៃឧទាហរណ៍បើអ្នកតែងតែនិយាយថាអត់អីទេអ្នកជ្រើសរើសទៅនោះអ្នកគឺជាប្រភេទមនុស្ស high agreeableness ហើយពិភពលោកនេះត្រូវការមនុស្សដូចអ្នកជានិច្ចមនុស្សប្រភេទនេះ comment មកហេតែអ្នកហ៊ានប្រឆាំងនឹងនិយាយការពិតដែរទេនេះជាភាពខ្លាំងរបស់អ្នកវីដេអូនេះយើងនឹងបកស្រាយអំពីប្រភេទមនុស្ស low agreeableness ដែលជាចំណុចទី4នៃ Big 5តោះចាប់ផ្ដើម low agreeableness គឺជាប្រភេទមនុស្សប្រកបដោយភាពច្បាស់លាស់មិនងាយនឹងជជែកត្រូវគ្នាឡើយហើយត្រូវការភាពល្អិតល្អន់និងជាក់លាក់ដូចជានិយាយការពិតដោយតល់នៅនឹងមុខហ៊ានប្រកួតប្រជែងនិងប្រឈមគ្រប់ស្ថានភាពមិនខ្លាចចំនួនជាមួយអ្នកដទៃនោះទេតែងតែការពារគំនិតខ្លួនជានិច្ចតែងចង់ឈ្នះគ្រប់ស្ថានភាពកើតមានឡើងនិងចូលចិត្តគ្រប់គ្រងអ្នកដទៃមិនងាយនឹងជឿគេនិងមានទំនុកចិត្តលើខ្លួនឯងខ្ពស់អនុវត្តតាមគោលការណ៍ច្បាស់លាស់ឧទាហរណ៍បើអ្នកហ៊ាននិយាយពាក្យថាខ្ញុំមិនយល់ស្របទេដោយមិនខ្លាចនិងមិនខ្វល់ពីអារម្មណ៍អ្នកដទៃនោះអ្នកគឺជាប្រភេទមនុស្ស low agreeableness ហើយភាពច្បាស់លាស់គឺជាការចាំបាច់បំផុតបើសិនជាអ្នកជាមនុស្សបែបនេះសូម comment មកហើយតើអ្នកតែងតែគិតច្រើននិងបារម្ភច្រើនទេអ្នកមិនមែនមានតែម្នាក់ឯងនោះទេវីដេអូនេះយើងនឹងបកស្រាយអំពីប្រភេទមនុស្ស high neuroticism ដែលជាចំណុចទី5នៃ Big 5តោះចាប់ផ្ដើម high neuroticism គឺជាប្រភេទមនុស្សដែលមានអារម្មណ៍ខ្លាំងឆាប់ខឹងហើយក៏ឆាប់បាត់ដែរដូចជាតែងតែបារម្ភជាញឹកញាប់ងាយរសើបងាយជ្រាបងាយយកខ្លួនទៅដាក់ក្នុងបញ្ហាផ្សេងតែងគិតច្រើនពេកឬរវើរវាយប្រតិកម្មខ្លាំងចំពោះ stress មានអារម្មណ៍ឡើងចុះមិននឹងណោចាត់ប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ឆាប់រំភើបឆាប់តូចចិត្តនិងឆាប់អន់ចិត្ត
អ្វីដែលសំខាន់នោះគឺចេះប្រុងប្រយ័ត្នខ្ពស់និងមើលឃើញបញ្ហាមុនគេឧទាហរណ៍សន្ទនាច្រើនតែប្រើនិយាយថាតើខ្ញុំនិយាយអ្វីខុសទេក្រោយពីសន្ទនាជាមួយនរណាម្នាក់រួចហើយនោះអ្នកគឺជា high neuroticism ហើយមនុស្សប្រភេទនេះមានការយកចិត្តទុកដាក់ខ្ពស់ចេញមុខព្រាមកបើសិនជាអ្នកជាមនុស្សបែបនេះ តើអ្នកតែងមានអារម្មណ៍ថាខ្លួនឯងដូចជាមិនឆាប់ខឹងមែនទេខ្ញុំមិនងាយខឹងផ្ដេសផ្ដាសទេវីដេអូនេះយើងនឹងបកស្រាយអំពីប្រភេទមនុស្ស low neuroticism ដែលជាចំណុចទី5នៃ Big Five តោះចាប់ផ្ដើម low neuroticism គឺជាប្រភេទមនុស្សដែលមានអារម្មណ៍នឹងណមិនងាយបាក់ទឹកចិត្តអ្វីឡើយដូចជាតែងតែស្ងប់ស្ងាត់ទោះមានរឿងអ្វីក៏ដោយមិនងាយបញ្ចេញអារម្មណ៍នោះមកក្រៅដែរមិនងាយទទួល stress នោះទេចិត្តស្ងប់សុខនិងមិនងាយរំភើបឬបារម្ភពេកឡើយអាចទ្រាំទ្រចំពោះសម្ពាធបានយ៉ាងប្រសើរចេះធ្វើអារម្មណ៍ឲ្យធូរស្រាលនិងចេះកាត់បន្ថយភាពតានតឹងរក្សាភាពស្ងប់ស្ងាត់បានល្អមិនងាយមានអ្នកដឹងចិត្តនោះទេតែមើលឃើញគ្រប់អ្វីដែលជាភាពវិជ្ជមានជានិច្ចនិងតែមានដំណោះស្រាយជានិច្ចឧទាហរណ៍បើមានបញ្ហាអ្នកតែងតែគិតថាគ្រាន់តែដោះស្រាយវាទៅបានហើយនោះអ្នកគឺជា low neuroticism ហើយសូមរំលែកអត្ថកម្បាំងរបស់អ្នកក្នុង comment ខាងក្រោមភ្លាមនេះអ្នកបានបញ្ចប់ Big Five Model ហើយសូម follow ឬ subscribe ដើម្បីបានរៀនបន្ត Save វីដេអូនេះសម្រាប់មើលម្ដងទៀត comment បើអ្នកមានយោបល់ផ្សេង share ជាមួយមនុស្សដែលអ្នកស្រឡាញ់វីដេអូបន្ទាប់ចេញថ្ងៃស្អែកអរគុណ